ពីប្រទេសដែលធ្លាប់រងការខ្ទេចខ្ទាំដោយសារសង្គ្រាមនិងធ្លាប់តែសុំជំនួយអាវុធពីប្រទេសផ្សេងឥឡូវនេះកូរ៉េខាងត្បូងគឺបានក្លាយទៅជាអ្នកផ្គត់ផ្គង់លក់អាវុធដ៏ទំនើបបំផុតទៅឲ្យមហាអំណាចអឺរ៉ុបនិង NATO ទៅវិញអញ្ចឹងតែអាចកម្លាំងអ្វីដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក្លាយទៅជាឃ្លាំងលក់អាវុធថ្មីរបស់ពិភពលោកឥឡូវយើងទៅដឹងពីមូលហេតុនៅក្នុងវីដេអូនេះទាំងអស់គ្នាក្នុងប្រមាណឆ្នាំចុងក្រោយនេះការចំណាយយោធារបស់ពិភពលោកគឺបានកើនឡើងយ៉ាងខ្លាំងដោយសារតែសង្គ្រាមនៅតំបន់ផ្សេងៗដូចជាការប៉ះទង្គិចគ្នារវាងប្រទេសធំៗនិងភាពតានតឹងនៅក្នុងតំបន់បានធ្វើឲ្យប្រទេសជាច្រើនត្រូវការអាវុធនិងបច្ចេកវិទ្យាយោធាបន្ថែមប៉ុន្តែបញ្ហាធំដែលពួកគេប្រឈមនឹងគឺសមត្ថភាពផលិតប្រទេសនានាចាប់ពីអឺរ៉ុបទៅមជ្ឈិមបូព៌ានិងអាស៊ីក៏កំពុងតែផ្លាស់ប្ដូរការទិញពីអ្នកផ្គត់ផ្គង់ដូចជាសហរដ្ឋអាមេរិករុស្ស៊ីនិងអឺរ៉ុបខាងលិចដែលជំរុញដោយភាពតានតឹងភូមិសាស្ត្រនយោបាយនិងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ហើយបើទោះបីជាពួកគេមានលុយច្រើនក៏ដោយតែបើរោងចក្រផលិតអាវុធនៅអាមេរិកនិងអឺរ៉ុបត្រូវបានកកពេញឲ្យហើយអញ្ចឹងពួកគេក៏អាចទទួលបានអាវុធភ្លាមៗដែរដោយសារតែការផលិតនឹងគឺវាចំណាយពេលយូរអញ្ចឹងនៅពេលដែលប្រទេសនេះត្រូវការអាវុធដើម្បីការពារខ្លួនពួកគេជាបន្ទាន់ពួកគេអាចរងចាំរយៈពេលយូរ 4-10 ឆ្នាំបានទេចំណុចនេះហើយដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក្លាយទៅជាជម្រើសដ៏សំខាន់មូលហេតុចម្បងដែលជំរុញឲ្យកូរ៉េខាងត្បូងមានឧស្សាហកម្មយោធាខ្លាំងគឺស្ថានភាពភូមិសាស្ត្រដោយសារតែកូរ៉េខាងត្បូងស្ថិតនៅជាប់តំបន់ DMZ ជាមួយនឹងកូរ៉េខាងជើងតែតែងតែមានការគម្រាមកំហែងញឹកញាប់ពេកដូច្នេះហើយកូរ៉េខាងត្បូងក៏បានអភិវឌ្ឍអាវុធដោយខ្លួនឯងតាំងពីទសវត្សរ៍ឆ្នាំ 1970 តាមអាជ្ញាប័ណ្ណពីអាមេរិកហើយអាវុធរបស់ពួកគេគឺត្រូវបានធ្វើតេស្តនៅក្នុងស្ថានភាពត្រៀមសង្គ្រាមពិតៗតែម្ដងដែលធ្វើឲ្យវាមានប្រសិទ្ធភាពខ្ពស់ហើយបន្តមកប្រទេសនេះបានវិនិយោគយ៉ាងខ្លាំងទៅលើវិស័យយោធានិងបច្ចេកវិទ្យាការពារជាតិដែលការវិនិយោគយូរឆ្នាំបែបនេះបានបង្កើនសមត្ថភាពផលិតនិងការស្រាវជ្រាវដែលអាចនាំចេញទៅកាន់ពិភពលោកហើយដោយសារប្រទេសនេះមានមូលដ្ឋានឧស្សាហកម្មខ្លាំងដែលធ្លាប់ផលិតរថយន្តនាវាគ្រឿងអេឡិចត្រូនិកនិងឈីបកុំព្យូទ័រជាដើមនឹងបទពិសោធន៍នៅក្នុងការផលិតទំនិញទាំងអស់នេះបានធ្វើឲ្យពួកគេមានសមត្ថភាពគ្រប់គ្រងរោងចក្រនិងខ្សែផ្គត់ផ្គង់បានយ៉ាងមានប្រសិទ្ធភាពហើយជាមួយនឹងដងស៊ីតេរ៉ូបតនៅក្នុងរោងចក្រខ្ពស់បំផុតនៅក្នុងលោកដូច្នេះពេលផលិតអាវុធពួកគេគឺអាចផលិតបានច្រើននិងលឿនជាងប្រទេសជាច្រើនផ្សេងទៀតមូលហេតុសំខាន់មួយទៀតនឹងគឺតម្លៃប្រកួតប្រជែងអាវុធរបស់កូរ៉េខាងត្បូងគឺមានគុណភាពខ្ពស់ដោយអាវុធពួកគេគឺបានផលិតឡើងតាមស្តង់ដារ NATO ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយមិនចាញ់អាមេរិកឡើយនិងមានតម្លៃថែទាំទាបប៉ុន្តែតម្លៃលក់មិនខ្ពស់ដោយអាវុធពីប្រទេសមហាអំណាចខ្លះនោះទេនេះបានធ្វើឲ្យប្រទេសដែលមានថវិកាមធ្យមអាចទិញបានហើយនៅតែទទួលបានបច្ចេកវិទ្យាដ៏ទំនើបលើសពីនេះកូរ៉េខាងត្បូងមិនត្រឹមតែលក់អាវុធប៉ុណ្ណោះទេប៉ុន្តែពួកគេថែមទាំងបានផ្ទេរបច្ចេកវិទ្យាការបណ្ដុះបណ្ដាលការផ្គត់ផ្គង់គ្រឿងបន្លាស់ការជួសជុលនិងសហការផលិតជាមួយនឹងប្រទេសអ្នកទិញផងដែរដែលមហាអំណាចផ្សេងៗកម្រនឹងធ្វើទាំងនេះហើយវាធ្វើឲ្យប្រទេសអ្នកទិញមានទំនុកចិត្តថាអាវុធទាំងនេះអាចប្រើប្រាស់បានយូរនិងអភិវឌ្ឍបន្តបាននៅពេលអនាគតទៀតហើយសប្តាហ៍ថ្ងៃនេះអាវុធរបស់កូរ៉េខាងត្បូងមានដូចជារថក្រោះកាំភ្លើងធំប្រព័ន្ធរ៉ុសកែតនិងយន្តហោះចម្បាំងអីជាដើមគឺត្រូវបានប្រទេសជាច្រើនទិញយកទៅប្រើប្រាស់អាវុធដែលល្បីៗមានដូចជា K9 Thunder ដែលជាកាំភ្លើងធំ 155 មីលីម៉ែត្រវាអាចបាញ់បាន3គ្រាប់នៅក្នុងរយៈពេល15វិនាទីហើយត្រូវបានប្រើប្រាស់ជាង11ប្រទេសរថក្រោះ K2 Black Panther ក៏មានការទិញច្រើនពីប្រទេសប៉ូឡូញរថយន្តប្រយុទ្ធ Redback ISV ក៏ត្រូវបានអូស្ត្រាលីជ្រើសរើសនៅក្នុងគម្រោងតម្លៃប្រហែល $7,000 លាននិងប្រព័ន្ធរ៉ុសកែត K239 ឈុនមូក៏កំពុងត្រូវបានប្រទេសជាច្រើនទិញដូចជាប៉ូឡូញ អារ៉ាប៊ីសាអូឌីតនិងអេស្តូនីជាដើមអញ្ចឹងនេះបង្ហាញថាកូរ៉េខាងត្បូងមិនមែនជាអ្នកលេងតូចតាចដូចពីមុនទៀតទេប៉ុន្តែកំពុងតែក្លាយទៅជាអំណាចថ្មីមួយនៅក្នុងទីផ្សារអាវុធពិភពលោកហើយវីដេអូនេះគឺមានត្រឹមប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតជាមួយនឹងប្រធានបទថ្មីអរគុណជម្រាបលា